រួមសោកស្ដាយអបតវហេតុរថយន្តធ្លាក់ចូលទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួនម្នាក់នៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី19ខែ10ឆ្នាំ2025វេលាម៉ោង10:11នាទីដោយឡានមួយគ្រឿងម៉ាកសាំយ៉ុងបានបើកធ្លាក់ចូលទឹកទន្លេមេគង្គភូមិជ័យខុំមានជ័យស្រុកសីសន្ធរខេត្តកំពង់ចាមដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរក្នុងរថយន្តមានមនុស្ស50នាក់គិតមកដល់ត្រឹមម៉ោង5:00នាទីក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអូសទាញយកមកច្រាំងទន្លេហេតុការណ៍ខាងលើបណ្ដាលឲ្យមានមនុស្សរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួនម្នាក់កត្តាឲ្យគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបរអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនច័ន្ទដាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពនិងរងគ្រោះអបតវហេតុរថយន្តធ្លាក់ចូលទន្លេនិងបានអំពាវនាវឲ្យអ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍និងប្រកបដោយការទទួលខុសត្រូវខ្ពស់